ករណីមន្ត្រីយោធាម្នាក់បានទាមទារផ្ទះនៅក្នុងគម្រោងបរិយលេងនវត្រាត្រូវបានដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងរបស់អ្នកអង្គការលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រុមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រុមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់និងទទួលដំណោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជាមួយនឹងក្នុងកលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងនវត្រាបានបន្តថាយោងលើកំណត់ប្រហែលប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករានេះឆ្នាំ2026ក្រុមការងារបុរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ